ស្ដីដល់គ្នាជួយខ្ញុំនំនេះថ្ងៃណាមកសម្រាប់រឿងមិនបាច់ឆ្លងពេលនឹងខ្ញុំពេកទេភាគ4ភាគ5មុននឹងចូលដល់សាច់រឿងកុំភ្លេច like subscribe ខ្ញុំម្នាក់មួយផងបើអ្នកចង់ឧបត្ថម្ភខ្ញុំកុំភ្លេចឧបត្ថម្ភតាម QR នេះផងហើយខ្ញុំក៏សូមអរគុណសម្រាប់អ្នកឧបត្ថម្ភខ្ញុំនឹងដាក់ឈ្មោះនៅលើនេះយូរីយ៉ាខ្ញុំរៀងមកយឺតបន្តិចហើយមានសំណែនបន្តិចនេះគឺជាពូរបស់យូរីយ៉ាខោនអ៊ីលូនដឹងអលូនដងទេខ្ញុំមានការមមាញឹកជាខ្លាំងជាមួយនឹងការងារដូច្នេះសូមគុំប្រកាន់ឲ្យខ្ញុំមិនប្រកាន់ទេដូច្នេះសូមចូលទៅក្នុងទៅនាងគិតថាខ្ញុំអាចយល់បានថាអ្នករវល់ជាមួយនឹងការងាររបស់អ្នកខ្លាំងណាស់ខ្ញុំបានស៊ើបអង្កេតគ្រួសារនេះអស់មួយសប្តាហ៍កន្លងមកវីសខានបានប្រកួតទ្រព្យសម្បត្តិរបស់គាត់ទាំងស្រុងដល់មិត្តតែមួយគត់របស់គាត់បណ្ដាលឲ្យខនក្រេសៀសៃធុនវាហាក់ដូចជាមាននរណាម្នាក់នៅកណ្ដាលស្ទើរតែដើរតួជាស្ពានសម្រាប់ព័ត៌មានច្បាស់ណាស់មានមនុស្សជិតស្និទ្ធគ្រប់គ្រាន់ដើម្បីដឹងអ្វីៗទាំងអស់អំពីវីសខានក្រេសៀឧទាហរណ៍ខោនអ៊ីលូនចូលដល់បន្ទប់ប្រជុំខោនអ៊ីលូននិយាយថាខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយចំពោះអ្វីដែលបានកើតឡើងចំពោះបងស្រីស្រីនិងបងប្រុសរបស់ខ្ញុំណារីយ៉ាគាត់ថាគាត់មិនបានចូលរួមពិធីបុណ្យសពទេហើយបានទុកឲ្យក្មួយស្រីរស់នៅដោយខ្លួនឯងប៉ុន្តែគាត់បាននិយាយដូចជាគាត់សោកស្ដាយណាស់ណាអញ្ចឹងមើលអ្នកពេលនេះចុះយូរីយ៉ាខេសៀប្រៀបដូចជាផ្កានៅក្នុងផ្ទះកញ្ចក់មួយក្មេងស្រីសាមញ្ញម្នាក់ដែលមានជំនាញតែមួយគត់គឺដេប៉ាមែនទេហើយមានសម្លេងមួយនិយាយថាវាច្បាស់ណាស់អ្នកពិតជាបែបនោះកន្លែងហ្នឹងអត់ដឹងអ្នកណានិយាយទេអាពេលលូនខ្ញុំដាក់និញញឲ្យទេពួកយើងបានពិភាក្សាគ្នាអំពីបញ្ហានេះហើយវាហាក់បីដូចជាសមហេតុផលសម្រាប់ឯងដែលមិនបានទទួលការបណ្ដុះបណ្ដាលណាមួយជាអ្នកទទួលបានជោគជ័យដើម្បីយកបន្ទុកគ្រួសារដូច្នេះពូរបស់ឯងនៅទីនេះបានសម្រេចចិត្តទទួលបន្ទុកកិច្ចការក្នុងគ្រួសារកុំបារម្ភខ្ញុំនឹងមើលថាអនាគតរបស់ឯងផងដែររីយ៉ាគាត់ថាវាហាក់ដូចជាមនុស្សគ្រប់គ្នានៅទីនេះពោពេញដោយភាពមិនពេញចិត្តតែមិនទាន់មានអ្នកណាម្នាក់និយាយទេដូច្នេះនេះជាអ្វីដែលមានន័យថាមានអំណាចប្រកបក៏រួចនេះក៏និយាយថាអូតាលោកពូចង់និយាយអំពីអ្វីអាពេលលូនតបថានឹងស្វែងរកគូស្រករអ្នកស័ក្តិសមនឹងឯងនឹងរស់នៅដោយភាពសុខស្រួលដូចស្ត្រីនៃគ្រួសារអ្នកមានទ្រព្យសម្បត្តិបញ្ហាលំបាកនៅក្នុងគ្រួសារនេះទុកឲ្យពូជាអ្នកចាត់ចែងទាំងអស់ហើយរីយ៉ាឆ្លើយតបភ្លាមទៀតថាខ្ញុំយល់ហើយលោកពូចង់និយាយថាខ្ញុំគួរតែរៀបចំចូលក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនហើយឲ្យខ្ញុំអត់មាត់ឯងមិនអាចទទួលឈ្មោះបានទេហេតុអ្វីកន្លែងនេះខ្ញុំសូមបញ្យល់បន្តិចពាក្យថាឈ្មោះឬក៏ថា idol មានន័យថាជាឈ្មោះនៃគ្រួសារឬក៏ជាតំណែងអ្វីមួយឯងមិនមានទាំងការអប់រំនិងសមត្ថភាពក្នុងការធ្វើការងារសូម្បីតែឯងបានទទួលមរតកពីមេគ្រួសារតើឯងនឹងធ្វើអ្វីចំពោះបំណុលទាំងនោះបងប្រុសរបស់ខ្ញុំត្រូវជាលោកពុករបស់ឯងរស់នៅយ៉ាងទន់ភ្លន់ហើយត្រូវបានគេបោកប្រាស់នោះជាការប៉ានាងនិយាយរួចនាងក៏ថានេះជាអ្វីដែលលោកហៅថាបងប្អូនគាត់បានជឿទុកចិត្តនិងគោរពពួកគេក៏រួចនាងក៏និយាយចេញមកលោកពុកខ្ញុំពិតជាមនុស្សទន់ខ្សោយសូម្បីតែក្នុងនាមជាបងប្អូនគាត់គាត់គួរតែបានយល់ដឹងបន្ថែមទៀតអំពីមនុស្សមួយចំនួនហើយធ្វើឲ្យគេឆ្ងល់នឹងការនិយាយនេះយ៉ាងខ្លាំងភ្លាមនោះមានសម្លេងបើកទ្វារយ៉ាងខ្លាំងបានចេញមកហើយទាហាន4នាក់បានដើរចូលមកធ្វើឲ្យនៅក្នុងបន្ទប់ប្រជុំឆោយកយ៉ាងខ្លាំងThe Noble Officers ពួកគេជាអង្គការដែលមានអំណាចដែលសូម្បីតែគ្រួសារអធិរាជក៏មិនហ៊ានប៉ះពាល់ដែរពួកគេនឹងវិនិច្ឆ័យពួកអភិជនដែលមានឋានៈខ្ពស់ដែលវាពិបាកក្នុងការវិនិច្ឆ័យនៅក្នុងតុលាការបានប្រឆាំងនឹងយុត្តិធម៌ពួកគេនឹងត្រូវបានប្រន្ទាទោសមិនថាពួកគេជានរណានោះទេទោះបីវាជាអធិរាជក៏ដោយពួកគេនឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ននៅពេលដែលពួកគេមានផុសតាំងត្រឹមត្រូវហើយបើមិនចឹងទេវាកម្រណាស់សម្រាប់ពួកគេក្នុងការឈានជើងចូលក្នុងដោយការយកចិត្តទុកដាក់ភ្លាមនោះនายម្នាក់បានហៅឈ្មោះខោនឌីមីនលូពួកគេបានមកដល់ហើយខោនឌីមីនលូបានក្រាបចុះភ្លាមរួចហើយទាហានម្នាក់បាននិយាយថាខ្ញុំនឹងចាប់ខ្លួនលោកពីបទក្លែងបំណងនឹងកេងប្រវ័ញ្ចព្រមទាំងការសម្លាប់សមាជិកគ្រួសារម្នាក់ហើយគេស្លាយបដិសេធភ្លាមតែត្រូវរីយ៉ាដាក់ផាំងត្រឡប់ទៅវិញថាខ្លាញ់ម្ល៉េះអ្នកមានកម្រងធ្វើជាមិត្តជិតស្និទ្ធរបស់លោកពុករបស់ខ្ញុំដើម្បីលួចទ្រព្យសម្បត្តិរបស់យើងតាមរយៈព័ត៌មានមិនពិតហើយរឿងឃាតកម្មនេះបានសម្លាប់ម្ដាយរបស់ខ្ញុំការស្លាប់របស់ County ដែលមិនស្គាល់ជំងឺពិតជាគួរឲ្យសង្ស័យមូលហេតុនៃការស្លាប់របស់ម្ដាយរបស់ខ្ញុំគឺជាជំងឺសោយបេះដូងប៉ុន្តែម៉ាក់របស់ខ្ញុំបានស្លាប់នៅថ្ងៃដែលអ្នកបានមកលេងខ្ញុំបានរកឃើញថាមានមនុស្សម្នាក់បានចាក់ស្នាមពោចូលក្នុងសារ៉ូម IV ដែលនាងកំពុងតែបន្តគេបានស្រែកសួរខ្លាំងថាតើឯងមានផុសតាំងទេដែលមកចោទប្រកាន់យើងចឹងរីយ៉ានិយាយថាមានកំណត់ត្រាដែលអ្នកទិញថ្នាំពោច្រើនណាស់ហើយសម្បត្តិគម្រាមកំហែងមួយចំនួនដែលខ្លាំងជាសម្បត្តិស្នេហាបានផ្ញើមកម្ដាយរបស់ខ្ញុំណានៅតែមានអ្នកបានគិតថាអ្នកបានលុបតានហើយមែនទេបន្ទាប់ពីអ៊ីរីធ្វើជាសាក្សីនិងមានផុសតាំងអ៊ីរីបាននិយាយថាបន្ទាប់ពីលោកម្ចាស់ត្រូវបានគេបោកប្រាស់គាត់កាន់តែមមាញឹកហើយនៅពេលដែលលោកស្រីស្លាប់គាត់បានមកផ
ផងដែរគ្មានការសង្ស័យថាលោកពូអេលូនជាវិរុទ្ធជនទេបន្ទាប់ពីការបញ្ជាក់សារធាតុពុលត្រូវបានរកឃើញនៅក្នុងសារ៉ូម IV ខ្ញុំបានតាមដានប្រភពនោះហើយបានរកឃើញថាគាត់គឺជាមនុស្សតែម្នាក់គត់ដែលបានទិញសារធាតុពុលនេះអស់រយៈពេលប្រមាណឆ្នាំកន្លងមកនេះខោនអ៊ីលូនប្រកាសជាមានការសប្បាយរីករាយជាមួយនឹងផែនការដ៏ងាយស្រួលនេះហើយអ្នកកំពុងតែមើលមកខ្ញុំមែនទេអ្នកគិតថាខ្ញុំល្ងងសម្រាប់គេចង្ហើយនាងក៏និយាយលើគេយ៉ាងសុភាពរាបសារនាងនិយាយបន្តទៀតថាខ្ញុំសង្ឃឹមថាអ្នកនឹងមានសុខភាពរហូតដល់ការកាត់ទោសរបស់អ្នកធ្វើឲ្យពេលលូនខំជាខ្លាំងហើយគេក៏បានស្រាយផងដែររីយ៉ាងថាកិច្ចកម្មនៃការសម្លាប់មនុស្សអបិជនម្នាក់គឺធ្ងន់ធ្ងរណាស់យ៉ាងហោចណាស់គាត់ត្រូវបានគេដកហូតមុខតំណែងរបស់គាត់ហើយត្រូវបានរឹបអូសទ្រព្យសម្បត្តិរបស់គាត់ទាំងអស់យ៉ាងណាក៏ដោយហើយអ្វីបានជាគាត់មិនទាន់ចាក់ចែងទៀតព្រោះហើយនឹងនិយាយទៅកាន់ណែនោះថាខ្ញុំសូមអរគុណអ្នកសូមអរគុណឪពុកម្ដាយរបស់ខ្ញុំអាចសម្រាប់បានសុខហើយពេលលឺនាងនិយាយចឹងហើយធ្វើឲ្យគេភ្ញាក់បន្តិចហើយគេក៏ចាក់ចាញ់រីយ៉ាងគាត់ទាំងឆ្ងល់ថាតែពួកគេមិនចង់ទទួលបានការអរគុណទេមែនទេនាងនិយាយថាទោះយ៉ាងណាក៏ដោយត្រឡប់មកប៉ាប៉ាត់វិញស្ថានភាពនេះពិតជាមានបញ្ហាដើម្បីទទួលបានការយល់ព្រមពីការបោះឆ្នោតភាគច្រើនគឺចាំបាច់ប៉ុន្តែចាប់តាំងពីវាបានខ្លាចជាលេខគូដូច្នេះក្នុងចំណោមអ្នកទាំងអស់គ្នាតើអ្នកណាយល់ព្រមចំពោះការជោគជ័យរបស់ខ្ញុំនាងបានសួរបញ្ជាក់ទាំងមុខត្រជាក់ផងដែរហើយធ្វើឲ្យអ្នកទាំងអស់គ្នាលើកដៃព្រមគ្នាតែម្ដងនាងឃើញចឹងរួចនឹងញឹមរស់បន្តិចហើយនិយាយថាបន្ទាប់មកខ្ញុំនឹងបន្តរងចាំធ្វើការជាមួយអ្នកទាំងអស់គ្នានៅថ្ងៃអនាគតគ្រួសារវិនិស៊ីអ្នកដែលគ្រប់គ្រងខ្ញុំគឺជាអ្នកដែលទទួលខុសត្រូវក្នុងការធ្វើឲ្យអ្នកស៊ើបអង្កេតអភិជនបានមកកើតឡើងម្នាក់ស៊ើបអង្កេតអភិជនឬក៏ Noble Inquisitor ផ្នែកមួយគឺដោយសារតែរបាយការណ៍ពីលីអូនីនៃគ្រួសារ Finley Ducor ផ្ទះ Ducor ដ៏មានឥទ្ធិពលបំផុតទាំង3សិទ្ធិអំណាចដែលលីអូនីបានបង្កើតឡើងតាមរយៈអំណាចនៃគ្រួសាររបស់គាត់ឥទ្ធិពលរបស់គាត់ក្នុងនាមជាអ្នកតំណាងនិងជាអនុប្រធានក្រុមហ៊ុនពាណិជ្ជកម្ម Chaser រួមផ្សំជាមួយនឹងទ្រព្យសម្បត្តិរបស់គាត់ដែលល្មមនឹងអន្រួនទីផ្សារអភិជនអធិរាជច្រឡំវាធ្វើឲ្យគាត់ខ្លាចជាសម្ព័ន្ធមិត្តដ៏គួរឲ្យខ្លាចបំផុតដែលខ្ញុំអាចមាននៅក្នុងចក្រភពបន្ទាប់ពីកិច្ចប្រជុំត្រូវបានជោគជ័យរឿងដំបូងដែលខ្ញុំបានធ្វើគឺត្រូវសងបំណុលរបស់ខ្ញុំដោយប្រើសំណងដែលទទួលបានខានយល់បុណ្យហើយបំពេញវិមានតទេដោយទ្រព្យសម្បត្តិពីឃ្លាំងសម្ងាត់នៃក្រុមហ៊ុនពាណិជ្ជកម្មខ្ញុំបានផ្ដល់ឲ្យអ៊ីរីលនៅការកើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ប្រាក់ខែរបស់នាងភ្លាមនោះអ៊ីរីលបានបើកហបមួយហើយមានពន្លឺចាស់ចាញ់យ៉ាងខ្លាំងហើយអ៊ីរីលបាននិយាយថាអ្នកនាងលុយនេះមិនទាន់ចប់ផងរីយ៉ានិយាយកាថាខ្ញុំបានបន្ថែមប្រាក់ខែបន្ថែមបន្តិចបន្តួចនៅលើប្រាក់ខែលើកំណត់របស់អ្នកសូមមើលថែខ្ញុំចាប់ពីពេលនេះទៅវានឹងមានរឿងដ៏គួរឲ្យភ្នែកផ្អើលជាច្រើនទៀតដែលនឹងមកដល់ព្រាមនោះលីអូនេះបានដល់ចូលមកហើយរីយ៉ាទៅស្វាគមន៍ដោយធម្មតាតែធ្វើឲ្យអ៊ីរីតភ្នែកផ្អើលយ៉ាងខ្លាំងហើយអ៊ីរីតក៏ថាមូលធិមកពីលោកអុកញ៉ាហ្វេនេស៊ីបន្ទាប់មកវាអាចបានថាអ្នកទាំងពីរគឺជាគូស្នេហ៍ហើយអ្នកបម្រើទាំងអស់កំពុងមើលពួកគេហើយរីយ៉ាក៏បានដឹងដែរនាងនិយាយថាតោះដើរលេងខណៈពេលដែលយើងពិភាក្សាគ្នាទាំងគ្រួសារនិងក្រុមហ៊ុនពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងខ្លាំងជាងអ្វីដែលខ្ញុំបានគិតវាត្រូវតែមានភាពតាំងតឹងហើយលីអូនេះតបថាវាមើលទៅមិនផ្លាស់ប្ដូរអីច្រើនទេវាមានន័យថាអ្នកបានទៅយូរមកហើយមិនត្រឹមតែនិយាយទេគេក៏បានឲ្យមុខទៅជើរីយ៉ាថែមទៀតផងហើយគេបាននិយាយបន្តទៀតថាតោះចេញក្រៅទៅហើយពួកគេក៏បានចូលដល់បន្ទប់គេងរបស់រីយ៉ាលីអូនីនិយាយថាបន្ទប់នេះតូចណាស់រីយ៉ាតបថាវាមិនអាចទេសម្រាប់ខ្ញុំប៉ុន្តែផ្ទាំងរូបភាពមានភាពរអាក់រអួលហើយមានរបស់ជាច្រើននៅទីនេះដែលមិនស័ក្តិសមនឹងឋានៈរបស់អ្នកទេបន្ទប់ចាស់របស់អ្នកពិតជាល្អជាងរីយ៉ាគិតថានៅប្រទេសកូរ៉េខ្ញុំរស់នៅក្នុងបន្ទប់ដែលមានទំហំត្រឹមតែ 16.5 ម៉ែត្រការ៉េប៉ុណ្ណោះបើប្រៀបធៀបនៅពេលនេះវាពិតជាអស្ចារ្យណាស់ហើយលីអូនីនឹងនៅតែដៀលបន្ទប់គេទៀតរីយ៉ាគិតថាប្រសិនបើគាត់ដឹងថាខ្ញុំរស់នៅបែបណានោះគាត់នឹងដៀលខ្ញុំលើសពីពេលនេះទៅទៀតរហូតដល់ធ្វើឲ្យខ្ញុំឈួតមិនខានទេចំពោះអ្នករាល់គ្នាគាត់ហាក់បីដូចជាត្រជាក់នឹងកញ្ញាលោកអុកញ៉ាពីខាងក្រៅគាត់ហាក់បីដូចជាបង្ហាញភាពងាយរងគ្រោះរបស់គាត់តែចំពោះមុខខ្ញុំប៉ុណ្ណោះដូចដែលខ្ញុំបានកើតអ្នកគួរតែត្រឡប់ទៅក្រុមហ៊ុនពាណិជ្ជកម្មរបស់អ្នកវិញនិយាយមិនទាន់បានប្រមាណផងរីយ៉ានិយាយថាខ្ញុំបានសម្រេចចិត្តរួចហើយអំពីបញ្ហានេះខ្ញុំយល់ហើយប្រសិនបើនេះជាអ្វីដែលអ្នកចង់បានខ្ញុំនឹងមិនទទួលទៀតទេរីយ៉ាបានញញឹមហើយយកដៃមកកង្អែលក្បាលលីអូនីព្រមទាំងសរសើរគេទៀតផងរីយ៉ាសួរថាតើអាជីវកម្មឧបករណ៍វេទមន្តដំណើរការយ៉ាងណាដែរប្រហែលថ្ងៃនេះលីអូនីតបថាអត្រាទិញឧបករណ៍វេទមន្តបានកើនឡើងជាលំដាប់ក្នុងរយៈពេល3ឆ្នាំកន្លងមកនេះសកម្មភាពនាំចេញមានការកើនឡើងយើងបានចាប់បាន 70% នៅទីផ្សារអាសាន
ដែលការយល់ដឹងពីវត្តមានមានកម្រិតទាបហើយពួកគេក៏បានពិភាក្សាគ្នាអស់មួយសន្ទុះភ្លាមនោះរាយ៉ាក៏ថាការប្រសើរណាស់ការពង្រីកនៅប្រទេសក្រៅបានជោគជ័យជាពិសេសលីអូនីនិយាយថាការទៅដល់ឆ្ងាយបែបនេះគួរតែអរគុណដល់គាត់ខ្លាំងណាស់ហើយរាយ៉ាក៏យល់ស្របដែរតើអ្នកនឹងបង្ហាញអត្តសញ្ញាណរបស់អ្នកដែរទេអត់ទេពេលគាត់ត្រឡប់មកវិញប្រាប់គាត់ថាខ្ញុំបានស្លាប់ហើយគាត់នឹងមិនជឿទេតើអ្នកចាំទេថាខ្ញុំមិនចូលចិត្តគាត់ទេរាយ៉ាសើចហើយនាងនិយាយថាត្រូវហើយអ្នកតែងតែច្រណែនគាត់ Hellcat មានការស្រដៀងនឹងខ្ញុំនៅក្នុងអាយុប្រហាក់ប្រហែលគ្នាសូម្បីតែការពិតដែលយើងទាំងពីរត្រូវបានអ្នកសង្គ្រោះក៏ដោយ My Lady គាត់នឹងមិនជឿអ្វីដែលខ្ញុំនិយាយនោះទេគាត់ច្បាស់ជាដឹងព្រោះពួកយើងដូចគ្នារាជពងនៃនគរលោកដឹមមានសមត្ថភាពអាចមើលឃើញនៅភាពសំខាន់នៃព្រលឹងរបស់មនុស្សម្នាក់ៗដូច្នេះគាត់ប្រហែលជាអាចទទួលស្គាល់អ្នកបានហើយពួកគេនៅតែនិយាយពីរឿងលក្ខណៈសញ្ញារបស់រីយ៉ានិយាយចុះនិយាយឡើងនិយាយដល់ជនសង្ស័យម្នាក់ដែលបើតាមរីយ៉ាកាលពី3ឆ្នាំមុនហើយគាត់បានប្រើវេទមន្តដើម្បីធ្វើដូច្នេះវិសាលបានពាក់អាវក្រៅពណ៌សរីយ៉ាក៏ទាំងភ្ញាក់ផ្អើលថាមនុស្សម្នាក់អាចពាក់អាវពណ៌សអាចមានទំនាក់ទំនងជាមួយនឹងអ្នកដែលសម្លាប់ខ្ញុំប៉ុន្តែវាចម្លែកណាស់ហេតុអ្វីបានជា3ឆ្នាំមុនខ្ញុំបានបាត់ខ្លួនកាលពី7ឆ្នាំមុនមិនអីទេខ្ញុំយល់ហើយខ្ញុំនឹងប្រុងប្រយ័ត្នតាមវិធីនេះខ្ញុំអាចទទួលបានសារចូលក្នុងវាំងមួយសប្តាហ៍ទេលីអូនេះនិយាយថាវាហាក់បីដូចជាអធិរាជឡើងនឹងរៀបចំពិធីឡើងក្រងរាជនឹងការស្នងរាជរបស់ម៉ាគ្វីតអេមានឆ្ងល់ហ្មងអាភាគទី0ភាគទី1ហ្នឹងនិយាយ county ឬក៏ count ហើយភាគទី2ទី3ហ្នឹងនិយាយទៅ count ហើយ viscount តែឥឡូវចេញមកឃើញណាទៀតហើយឆ្ងល់អ្នកសរសេរឬឆ្ងល់អ្នកបករឿងហ្នឹងហ្មងកុំទៅបែរមកឲ្យខ្ញុំយូរចូលដល់សាច់រឿងវិញចូលដល់សាច់រឿងលីអូនេះសួរថាតើខ្ញុំគួរទៅជាមួយអ្នកទេប៉ុន្តែត្រូវបានរីចាបដិសេធព្រោះខ្លាចគេមកមិនសមពេលឃើញអ្នកអុកញ៉ាមានឋានៈធំទាំងមូលមកដើរតាមនាងជាឋានៈតូចទាបប៉ុន្តែលីអូនេះអត់សុខចិត្តរីយ៉ានិយាយកាត់ថាអ្នកបារម្ភខ្លាំងពេកហើយខ្ញុំតែងតែព្រួយបារម្ភអ្នកព្រោះខ្ញុំនឹងចាប់អ្នកជាងនឹងលីអូនេះនិយាយទេលីអូនេះចង់ចាក់អ្នកយើងឲ្យតាមមើលថៃរីយ៉ារកបដិសេធម្ដងទៀតប៉ុន្តែលីអូនេះនិយាយកាត់ថាកុំបដិសេធអីលុះត្រាតែអ្នកចង់ឃើញខ្ញុំព្រួយបារម្ភអ្នកដូចជាមនុស្សឈួតធ្វើឲ្យរីយ៉ាជោគចាប់យ៉ាងខ្លាំងហើយនិយាយបន្ទាប់ថាតើខ្ញុំអាចបដិសេធបានយ៉ាងម៉េចពេលឃើញលោកនិយាយបែបនេះយើងឃើញនារីម្នាក់បានណែនាំខ្លួនថាអ្នកឈ្មោះ Hillary Ewood Hillary និយាយថាខ្ញុំនឹងដឹងខ្លួនអ្នកប្រសិនបើអ្នកបន្ទាបសម្លេងរបស់អ្នកបន្តិចរីយ៉ាងគាត់ថាតើនាងក៏ថាវាជារឿងចម្លែកទេដែលនាងត្រូវមកចាត់ការពារអ្នកដែលមានឋានៈទាបជាងលីអូនេះនាងមានចន្ទៀងភ្លាមនោះអេរីបានមកដល់ហើយណែនាំខ្លួនគ្នាទៅវិញទៅមកកន្លែងនោះអត់សំខាន់ជាងខ្ញុំខ្ជិលនិយាយហើយតម្រង់ដល់រីយ៉ាគាត់ថាខ្ញុំធូរចិត្តបន្តិចពេលឃើញអេរីលបានចូលក្នុងសង្គមបែបនេះអេរីលបានសួររីយ៉ាថាតើអ្នកនឹងចាក់ចេញឥឡូវនេះមែនទេរីយ៉ាតបថាមែនហើយខ្ញុំត្រឡប់មកវិញជាមួយនឹងឈ្មោះ County Uriya Caesar ខ្ញុំគិតថាការគ្រប់ឡើងក្រុងរាជនិងការជោគជ័យនឹងត្រូវបានទៅដោយរលូនដោយគ្មានឧបទ្ទហេតុណាមួយតែមិនដូចការគិតរបស់នាងទេភ្លាមនោះមានឧបទ្ទហេតុមួយបានកើតឡើងធ្វើឲ្យសេះកញ្ជ្រោះយ៉ាងខ្លាំងហើយ Hillary ចាញ់ទៅមើលស្ថានភាពរីយ៉ាគាត់ថាតើមានការវាយប្រហារផ្សេងទៀតមែនទេ